ប៉ុន្តែគេថា3ខែចេះចិន6ខែចេះចិនចេះរបៀបម៉េចគឺចេះទៅតាមបរិបទដែលគាត់រៀនចេះទៅតាមបរិបទដែលគាត់ប្រើប្រាស់តើយើងមានវិធីសាស្ត្រអ្វីដែរលោកសួរដើម្បីដោះស្រាយបញ្ហាមួយហ្នឹងបាទវិធីសាស្ត្រដែលល្អនោះគឺទី1គឺយើងកាត់បន្ថយភាពភ័យខ្លាចរបស់យើងបាទគឺយើងគិតថាយើងរៀនគឺយើងរៀនដើម្បីប្រើប្រាស់ដើម្បីនិយាយមិនដើម្បីប្រឡងតាមមុខទេព្រោះភាសាគឺប្រើដើម្បីទំនាក់ទំនងជាមួយគ្នាអញ្ចឹងចង់លើកទឹកចិត្តឲ្យពួកយើងថាចេះតិចតួចប៉ុណ្ណាគឺយើងនិយាយប៉ុណ្ណឹងទៅហើយដូចមានភាសាចិនគឺរៀនអត់ចប់ទេនិយាយទៅគឺជំនាញភាសាមួយគឺរៀនអត់ចប់ទេនិយាយទៅគឺច្រើនណាស់ដូចថាអ្នកខ្លះគាត់ថារៀន3ខែចេះ6ខែចេះរបៀបម៉េចដូចជាខ្ញុំជាក់ស្ដែងធ្លាប់ទៅរៀននៅចិនបាទរៀននៅចិនតាំងពីឆ្នាំ2013បាទរៀន7ឆ្នាំហើយរៀនជាភាសាចិនជាមួយសិស្សចិនហើយចេញមកគឺខ្ញុំនៅបរៀនភាសាចិនច្រើនទៀតនៅតែមានអារម្មណ៍ថាខ្លួនឯងនៅតែមិនទាន់ចេះចិនច្រើនព្រោះអីអ្វីដែលថ្មីដែលយើងទៅរៀនគឺនៅតែមានដែលយើងរៀនច្រើននៅតែមានអញ្ចឹងឯងប៉ុន្តែគេថា3ខែចេះចិន6ខែចេះចិនចេះរបៀបម៉េចគឺចេះទៅតាមបរិបទដែលគាត់រៀនចេះទៅតាមបរិបទដែលគាត់ប្រើប្រាស់អញ្ចឹងយើងចេះប៉ុណ្ណាយើងនិយាយប៉ុណ្ណឹងអញ្ចឹងរយៈពេលដែលយើងរៀនឧទាហរណ៍ថាយើងកុំនិយាយថាភាសាចិនខ្មែរយើងក៏ដោយភាសាខ្មែរយើងក៏យើងមិនទាន់ចេះអស់ដែរដោយពាក្យខ្លះយើងកំចៃពីបាលីពីសំស្ក្រឹតឥឡូវដូចជាពាក្យថាទុបច្ចៈបុគ្គលយើងប្រែថាម៉េចឃើញទេយន្តការតលហិកនគរភិវពាណិជ្ជកម្មអញ្ចឹងទៅពាក្យដែលវាតកតទៅមួយសេដ្ឋកិច្ចពាក្យនយោបាយប្រវត្តិសាស្ត្របច្ចេកទេសពេទ្យអញ្ចឹងគឺមានពាក្យតាមផ្នែកគេទាំងអស់ដែលយើងត្រូវរៀនបន្ថែមទៀតយើងជាខ្មែរខ្លួនឯងមិនក៏នៅតែពាក្យខ្លះក៏យើងមិនទាន់ចេះអត់ដែរចុះទៅរំភាសាគេយើងត្រូវដាក់ចិត្តមួយថាមិនប្រកាសថាតលតែយើងរៀនខ្លាំងដល់ប៉ុណ្ណេះបានយើងនិយាយបាននេះយើងចេះប៉ុណ្ណាយើងនិយាយប៉ុណ្ណឹងបូកផ្សំនឹងកាយវិការលីឡំថែមខ្លះមកឲ្យគេយល់ទៅបាទនេះគឺជាការល្អអញ្ចឹងទី1គឺទៅកាត់បន្ថយភាពភ័យខ្លាចរបស់យើងកុំគិតថាយើងនិយាយទៅគេជាកំហុសអត់ទេគឺខុសចោលយើងជាអ្នករៀនអញ្ចឹងគឺត្រូវតែមានកំហុសចា៎បាទ